ជម្រាបសួរលោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អានខ្ញុំសូមបន្តអានសភៅរឿងសុបិននិងការពិតរបស់លោកវ៉ាន់ឌីកអ៊ុនដែលកាលពីថ្ងៃមុនខ្ញុំអានដល់ត្រង់នេះបាទនៅពេលនោះគេសង្កេតឃើញមានការវិវត្តមួយដ៏សំខាន់នៅក្នុងជីវិតរបស់បញ្ញវន្តខ្មែរអនក្ខរជនចុះថយមិនច្រើនប៉ុន្មានទេជាពិសេសនៅក្នុងចំណោមនារីប្រុសគ្រួសារខ្មែរមួយចំនួនចង់រក្សាប្រពៃណីដើមហើយមិនសូវហ៊ានឲ្យកូនស្រីទៅរៀននៅសាលានៅឆ្នាំ1962សិស្សដែលរៀនមធ្យមសិក្សាចប់មានចំនួន 85,000 នាក់តែប៉ុណ្ណោះសិស្សរៀនមធ្យមសិក្សាចប់មានចំនួន 16,100 នាក់ហើយនិស្សិតឧត្តមសិក្សាដែលមានសញ្ញាបត្រពេលចេញពីមហាវិទ្យាល័យមានប្រមាណ300នាក់ប៉ុណ្ណោះហើយតទៅនេះគឺជាវគ្គបន្តរជ្ជកាលលួងនរោត្តមឆ្នាំ1860ដល់1904 Sous le règne de Norodom 1860 à 1904 វត្តមានបារាំងនៅប្រទេសកម្ពុជាចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី11សីហាឆ្នាំ1863កាលនោះគឺសម័យលួងនរោត្តមបារាំងបានបញ្ចុះបញ្ចូលឲ្យស្ដេចខ្មែរអង្គនេះចុះហត្ថលេខាទៅលើសន្ធិសញ្ញាមួយដែលមានឈ្មោះថាសន្ធិសញ្ញាអាណាព្យាបាលបារាំងតាមការពិតទំនាក់ទំនងរវាងបារាំងនិងខ្មែរមានតាំងពីឆ្នាំ1855មកគឺ2ឆ្នាំក្រោយពេលដែលព្រះមហាក្សត្រខ្មែរព្រះបាទអង្គឌួងបានផ្ញើសារលិខិតមួយចុះថ្ងៃទី14មិថុនាឆ្នាំ1853ទៅព្រះចៅអធិរាជបារាំងណាប៉ូឡេអុងទី3ស្នើសុំឲ្យមកជួយធ្វើអន្តរាគមន៍រំដោះប្រទេសកម្ពុជាចេញពីការប្រទាញប្រទង់រវាងប្រទេសសៀមនិងប្រទេសវៀតណាមនៅឆ្នាំ1855 De Montigny ភារៈធារីបារាំងទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅប្រទេសសៀមនិងសង្ហបុរីបានទទួលបញ្ជាពីទីក្រុងប៉ារីឲ្យចុះហត្ថលេខាជាមួយខ្មែរទៅលើសន្ធិសញ្ញាមួយរួចមកហើយដែរតែជាសន្ធិសញ្ញាពាណិជ្ជកម្មនិងសម្ព័ន្ធភាពប៉ុណ្ណោះតែ8ឆ្នាំក្រោយពីនេះទើបបារាំងប្រកាសចូលជាផ្លូវការមកស្រុកខ្មែរគឺមួយឆ្នាំក្រោយពេលដែលបារាំងបានចូលមកកាន់កាប់លេកូសាំងស៊ីនតាមរយៈសន្ធិសញ្ញាចុះថ្ងៃទី5មិថុនាឆ្នាំ1862នៅខែកក្កដាឆ្នាំ1863ឧត្តមនាវីបារាំង de la Grandière បានធ្វើដំណើរមកទីក្រុងឧដុង្គដើម្បីបញ្ចុះបញ្ចូលឲ្យស្ដេចខ្មែរនរោត្តមរំដោះប្រទេសកម្ពុជាឲ្យចេញផុតពីការរំលោភអធិបតេយ្យពីសំណាក់ប្រទេសសៀមស្ដេចនរោត្តមមានការអល់ឯកយ៉ាងខ្លាំងព្រោះណាមួយខ្លាចស្ដេចសៀមធ្វើទុកបុកម្នេញណាមួយខ្លាចបារាំងការពារស្រុកខ្មែរមិនបានហើយបណ្ដោយឲ្យប្រទេសវៀតណាមលេបទឹកដីព្រះអង្គទ្រង់យល់ថាការដែលព្រះបិតារបស់ព្រះអង្គតែងតែសង្ឃឹមទៅលើអន្តរាគមន៍របស់បារាំងដើម្បីរំដោះប្រទេសឲ្យផុតពីការបែងចែកទឹកដីខ្មែររវាងសៀមនិងយួនក៏ជាមធ្យោបាយមួយដែរប៉ុន្តែកាលពេលនោះបារាំងមិនទាន់ធ្វើអាណានិគមកិច្ចប្រទេសវៀតណាមនៅឡើយទេរីឯនៅឆ្នាំ1863ស្ថានភាពខុសពីពេលមុនគឺថាបើគ្មានបង្អែកពីសៀមទេនោះយួនអាចនឹងយកទឹកដីខ្មែរបានដោយស្រួលតាមរយៈបារាំងម្យ៉ាងទៀតបារាំងក៏មានគោលដៅផ្ដាច់ឥទ្ធិពលសៀមចេញពីតំបន់ដែលគេបំរុងវាទីដែរពោលគឺស្រុកខ្មែរនេះឯងនៅក្នុងន័យនេះបារាំងអាចយកស្រុកខ្មែរទៅបញ្ចូលជាមួយយួនតែម្ដងទោះជាយ៉ាងនេះក្តីនៅទីបំផុតនៅថ្ងៃ11សីហាឆ្នាំ1863 La Grandière បានសម្រេចផែនការនេះដោយគោលបំណងមែនពេលដែល La Grandière បានដល់ទីក្រុងឧដុង្គលើកទី1នៅខែកក្កដាឆ្នាំ1863ដដែលនោះគឺជាងមួយឆ្នាំក្រោយលោក Duda de la Grée ខែមេសាឆ្នាំ1862ទេសាភិបាលបារាំង La Grandière មានគោលដៅមួយរួចជាស្រេចគឺមិនឲ្យស្រុកខ្មែរធ្លាក់ទៅក្នុងរង្វង់ឥទ្ធិពលសៀមជាដាច់ខាតដែលហេតុថា
នៅពេលនោះប្រទេសអង់គ្លេសដែលជាគូប្រជែងរបស់គេបានដាក់ទីតាំងរបស់គេនៅស្រុកសៀមហើយបំរុងនឹងពង្រីកឥទ្ធិពលរបស់គេនៅផ្នែកអាគ្នេយ៍ទៀតនេះជារឿងមួយដ៏សំខាន់ចំពោះបារាំងយោងទៅតាមសន្ធិសញ្ញាថ្ងៃ11សីហាឆ្នាំ1863នោះដែលមានជាច្រើនប្រកាសរាជាណាចក្រខ្មែរត្រូវប្រគល់សិទ្ធិសេរីភាពរបស់ខ្លួនជាច្រើនទៅឲ្យបារាំងខាងបារាំងវិញគេក៏ត្រូវមានភារកិច្ចការពារស្រុកខ្មែរកុំឲ្យប្រទេសក្រៅឈ្លានពានដែរប៉ុន្តែសន្ធិសញ្ញានោះក៏បានចែងផងដែរមិនឲ្យស្ដេចខ្មែរដាក់ការតាក់ទងរបស់ខ្លួនជាមួយប្រទេសណាទៀតទេបើគ្មានការយល់ព្រមពីបារាំងដើម្បីអនុវត្តសន្ធិសញ្ញានេះបារាំងដាក់រេស៊ីដង់ម្នាក់ឲ្យនៅប្រចាំការនៅប្រទេសកម្ពុជាហើយប្រទេសកម្ពុជាត្រូវដាក់អ្នកតំណាងរបស់ខ្លួនម្នាក់នៅសៃហ្គនបន្ទាប់ពីបានចុះហត្ថលេខាទៅលើសន្ធិសញ្ញានេះស្ដេចនរោត្តមមានការបារម្ភយ៉ាងខ្លាំងដោយហេតុថាព្រះចៅអធិរាជបារាំងណាប៉ូលេអុងទី3ពុំទាន់បានសច្ចាប័ននៅឡើយស្ដេចខ្មែររងចាំអស់រយៈពេលជាង2ខែហើយនៅថ្ងៃ1ធ្នូឆ្នាំដដែលនោះដោយអស់សង្ឃឹមថាបារាំងអាចនឹងជួយបានព្រះអង្គក៏សម្រេចចុះហត្ថលេខាទៅលើសន្ធិសញ្ញាជាមួយសៀមវិញសន្ធិសញ្ញានោះទទួលស្គាល់អាជ្ញានៃប្រទេសសៀមទៅលើប្រទេសកម្ពុជាប៉ុន្តែក្រោយមកនៅខែមីនាឆ្នាំ1864ព្រះចៅណាប៉ូលេអុងទី3ក៏ព្រមឲ្យសច្ចាប័នទៅលើសន្ធិសញ្ញាអាណាព្យាបាលបារាំងនៅក្នុងស្ថានភាពប្រទាញប្រទងបែបនេះស្ដេចនរោត្តមពុំអាចបែរខ្នងដាក់សៀមបានឡើយពេលរាជាភិសេកលួងនរោត្តមជាផ្លូវការនៅថ្ងៃទី3មិថុនាឆ្នាំ1864វត្តមានរបស់អ្នកតំណាងបារាំងមិនគ្រប់គ្រាន់ទេគឺត្រូវមានអ្នកតំណាងសៀមផងដែរបារាំងបានបង្ខំឲ្យលួងនរោត្តមបោះបង់សៀមចោលប៉ុន្តែក្សត្រខ្មែរអង្គនេះពុំហ៊ានតែ3ឆ្នាំក្រោយមកតាមរយៈសន្ធិសញ្ញាជាមួយសៀមចុះថ្ងៃ15កក្កដាឆ្នាំ1867ទើបបារាំងបង្ខំឲ្យសៀមបោះបង់ចោលមហិច្ឆតារបស់គេទៅលើស្រុកខ្មែរបាននៅក្នុងសន្ធិសញ្ញានោះសៀមទទួលស្គាល់អាណាព្យាបាលបារាំងទៅលើប្រទេសកម្ពុជាប៉ុន្តែបារាំងក៏ត្រូវសន្យាផងដែរថានឹងមិនបញ្ចូលស្រុកខ្មែរទៅក្នុងក្របខ័ណ្ឌនៃទឹកដីកូសាំងស៊ីនដែលបារាំងកាប់ឡើយសន្ធិសញ្ញានេះបានធ្វើឲ្យខ្មែរខាតបង់ខេត្ត2គឺបាត់ដំបងនិងសៀមរាបតាមការពិតរឿងនេះបណ្ដាលមកពីការធ្វេសប្រហែសតាមសភាពការមិនទាន់របស់ភារៈធារីបារាំងនៅទីក្រុងបាងកកដែលបានចុះហត្ថលេខាជាមួយសៀមទៅលើសន្ធិសញ្ញាមួយទៀតដែលទទួលស្គាល់ខេត្តខ្មែរទាំងពីរនេះជារបស់សៀមលួងនរោត្តមនិងលោករេស៊ីដង់បារាំងនៅប្រទេសកម្ពុជាឌូដាដឺឡាហ្គ្រេមានការក្រៅក្រោធយ៉ាងខ្លាំងបារាំងនិងខ្មែរធ្វើការតស៊ូអស់រយៈពេលកន្លះសតវត្សទម្រាំទាមទារយកខេត្តទាំងពីរបានមកវិញនៅក្នុងរយៈពេល90ឆ្នាំដែលបារាំងបានត្រួតត្រាស្រុកខ្មែរគឺពីឆ្នាំ1863ដល់ឆ្នាំ1953គេអាចធ្វើការបែងចែកជា3ដំណាក់កាលដំណាក់កាលទី1ពីឆ្នាំ1863ដល់ឆ្នាំ1884ដំណាក់កាលទី2ពីឆ្នាំ1884ដល់ឆ្នាំ1904ដំណាក់កាលទី3គឺគិតពីឆ្នាំ1904ទៅទល់នឹងពេលបានឯករាជ្យនៅឆ្នាំ1953នៅក្នុងដំណាក់កាលទី1បារាំងខិតខំពង្រឹងជំហររបស់លួងនរោត្តមនិងស្ថានភាពក្នុងប្រទេសប៉ុន្តែស្រាប់តែនៅថ្ងៃទី17មិថុនាឆ្នាំ1884ទេសាភិបាលបារាំងតុំសុនតម្រូវឲ្យមហាក្សត្រខ្មែរចុះហត្ថលេខាទៅលើអនុសញ្ញាមួយដែលដកហូតអំណាចទាំងអស់ពីព្រះអង្គហើយប្រគល់កិច្ចការដឹកនាំប្រទេសទៅឲ្យរេស៊ីដង់បារាំងតែម្ដងនៅពេលនោះបារាំងចង់កែទម្រង់ច្បាប់យកពន្ធគឺគេយកចំណូលពន្ធនោះទាំងអស់សម្រាប់ខ្លួនគេដោយសំអាងថាគេយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធមិនតែប៉ុណ្ណោះសោតគេចង់កែច្បាប់ស្ដីពីកម្មសិទ្ធិដីធ្លីផងទៀតនៅក្នុងរបបរាជានិយមខ្មែរដីធ្លីទាំងអស់ជារបស់ស្ដេចប៉ុន្តែបារាំងចង់កែមកជារបស់បុគ្គលវិញតាមការពិតការដែលស្ដេចនិងពួកអភិជនមិនសប្បាយចិត្តគឺជារឿងដែលគេអាចយល់បានប៉ុន្តែការដែលប្រជានុរាស្ត្រមិនសប្បាយចិត្តដែរហើយនាំគ្នាបះបោរគឺមកពីបារាំង
ចង់លោកច្បាប់កម្មសិទ្ធិឯកជនទៅធ្វើអាជីវកម្មរបស់គេផ្ទាល់តែម្ដងមួយវិញទៀតអនុសញ្ញានោះមានលក្ខណៈដូចអនុសញ្ញាដែលបារាំងតម្រូវឲ្យព្រះចៅអាណាមចុះហត្ថលេខាក្នុងពេលជាមួយគ្នានោះដែរតាំងពីពេលនោះមកហើយជាពិសេសចាប់តាំងពីឆ្នាំ1885ចលនាតស៊ូប្រឆាំងនឹងបារាំងកើតឡើងប្រងព្រាតនៅក្នុងប្រទេសដូចជាចលនារបស់អង្គស៊ីវត្ថាដែលជាប្អូនរបស់លួងនរោត្តមជាដើមរវាងឆ្នាំ1864និង1867ចលនាពោកំបោរនិងចលនារបស់អាចារ្យសួរជាដើមបានធ្វើឲ្យបារាំងមានការភេទភ័យតក្កមាម្ដងរួចមកហើយតាំងពីមានមហាកុប្បកម្មនាឆ្នាំ1885នោះមកលួងនរោត្តមក៏ឈប់ធ្វើសហការជាមួយបារាំងទៀតការបះបោរនោះមានទ្រង់ទ្រាយដ៏ធំសម្បើមហើយបង្កើតឡើងនៅបរិយាកាសអសន្តិសុខនៅក្នុងទូទាំងប្រទេសបារាំងបានធ្វើការបង្ក្រាបយ៉ាងខ្លាំងក្លាប៉ុន្តែមិនបានសម្រេចហើយបារាំងចំនួនជាច្រើនពាន់នាក់បានបាត់បង់ជីវិតនៅឆ្នាំ1886លួងនរោត្តមដែលចាប់ផ្ដើមបារម្ភខ្លាចអង្គស៊ីវត្ថាជាប្អូនវាយយកអំណាចក៏អែបបារាំងវិញហើយនៅខែមិថុនាក៏សម្រេចបញ្ចប់ការបះបោរនៅក្នុងប្រទេសបើវងកញ្ចក់ឯកសាររបស់ Adama Leclerc Histoire du Cambodge សេពីអាចារ្យសួរថាអាសួរប៉ុន្តែប្រវត្តិវិទូខ្មែរនិងបរទេសខ្លះហៅអាចារ្យសួរថាអាចារ្យស្វាអ្នកស្រាវជ្រាវមួយចំនួនយល់ថាគឺអាចារ្យសួរដូច្នេះវិញទេមុនការកកើតឡើងនៃចលនាទាំងពីរនេះដែលផុតរត់អស់ទៅវិញនៅឆ្នាំ1867អាចារ្យសួរឬអាចារ្យស្វាបានត្រូវឌូដាដឡាក្រេចាប់បាននៅចៅដុកនៅថ្ងៃ19សីហាឆ្នាំ1866រីឯពូកំបោរត្រូវកាត់កនៅខែធ្នូឆ្នាំ1867អង្គស៊ីវត្ថាដែលជាប្អូនរបស់លួងនរោត្តមក៏បានបង្កកម្លាំងបំរុងដណ្ដើមរាជពីស្ដេចនរោត្តមជាបងដែររីឯមេតាប់សំខាន់នៅពេលនោះមានជាអាចរាមាយុធ្យានិងស្នងសូបិទវងកញ្ចក់ដើម្បីបន្ធូរបរិយាកាសដ៏តានតឹងនេះនៅខែមករាឆ្នាំ1887បារាំងបានកែប្រែអនុសញ្ញាចុះថ្ងៃ17មិថុនាឆ្នាំ1884តាមការពិតបារាំងគ្រាន់តែដោះដៃមួយរយៈពេលសិនប៉ុណ្ណោះទម្រាំស្ថានភាពបានធូរស្រាលគេនឹងគិតគូររៀបចំពង្រឹងអំណាចរបស់គេឡើងវិញគេអាចនិយាយបានថាលួងនរោត្តមមិនយល់ពីគោលបំណងមិនល្អរបស់អាណានិគមបារាំងទេការបែកបាក់កម្លាំងនៅចំពោះមុខបរទេសគឺជាការបើកផ្លូវសម្រាប់ឲ្យបរទេសគ្រងតែប៉ុណ្ណោះនៅឆ្នាំ1897បារាំងបានបង្ខំស្ដេចខ្មែរឲ្យចុះហត្ថលេខាទៅលើអនុសញ្ញាមួយទៀតដែលប្រគល់សិទ្ធិគ្រប់គ្រងប្រទេសកម្ពុជាទាំងអស់ទៅឲ្យបារាំងដំណាក់កាលទី3ចាប់ផ្ដើមពីរជ្ជកាលលួងស៊ីសុវត្ថិគឺនៅឆ្នាំ1906នៅក្នុងដំណាក់កាលនេះដែលលួងស៊ីសុវត្ថិធ្វើសហការជិតស្និទ្ធជាមួយបារាំងប្រទេសកម្ពុជាប្រែក្លាយខ្លួនបន្តិចម្ដងទៅជាប្រទេសមួយដែលបោះជំហានសន្សឹមឆ្ពោះទៅរកភាពសម័យទំនើបប៉ុន្តែមិនយូរប៉ុន្មានដែលមានទំនាស់រវាងវប្បធម៌ទាំងពីរគឺច្បាប់បារាំងនិងរបៀបរស់នៅរបស់ខ្មែរចលនាតស៊ូក៏កើតឡើងជាបន្តបន្ទាប់សឹងតែពេញមួយជំហាននគរអរលោកនាងមានស្ដាប់ជាទីគោរពរាប់អានខ្ញុំសូមស្លេះអំណានសិភៅរឿងសុបិននឹងការពិតរបស់លោកវ៉ាន់ឌីកអុនតែប៉ុណ្ណេះសិនចាំថ្ងៃក្រោយនឹងលើកយកវគ្គស្ដីពីចលនាបះបោរប្រឆាំងនឹងបារាំង La Révolte Anti-Française មកអានជូនលោកនាងស្ដាប់ជាបន្តសម្រាប់ថ្ងៃនេះខ្ញុំបាទសានសវិតសូមអរគុណលោកនាងដែលតាមស្ដាប់និងជម្រាបលាបាទ